នៅពេលយើងនិយាយដល់របបកម្ពុជាប្រជាធិបតេយ្យក្នុងឆ្នាំ1975ដល់ឆ្នាំ1979យើងតែងតែឃើញរូបភាពនៃកងទ័ពជើងគោកស្លៀកពាក់ខោអាវខ្មៅនិងធ្វើការងារកសិកម្មយ៉ាងមមាញឹកប៉ុន្តែមានសំណួរមួយដែលតើនៅក្រោមការដឹកនាំរបបប៉ុលពតតើមានកងទ័ពអាកាសដែរឬទេតើយន្តហោះចម្បាំងទំនើបរាប់សិបគ្រឿងដែលបន្សល់ទុកពីរបបសាធារណរដ្ឋខ្មែរត្រូវបានគេយកទៅប្រើប្រាស់ធ្វើអ្វីខ្លះនៅថ្ងៃទី17ខែមេសាឆ្នាំ1975ក្រោយការដួលរលំនៃរបបសាធារណរដ្ឋខ្មែរកងទ័ពខ្មែរក្រហមបានគ្រប់គ្រងមូលដ្ឋានទ័ពអាកាសសំខាន់ៗជាពិសេសគឺអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុងនៅទីនោះមានយន្តហោះចម្បាំងប្រភេទ T-28 យន្តហោះដឹកជញ្ជូន C-123 C-47 និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿងដែលស្ថិតក្នុងស្ថានភាពនៅប្រើប្រាស់បានប៉ុន្តែខ្មែរក្រហមមិនមានទាំងអ្នកបើកបរ pilot មានជំនាញខ្ពស់និងមិនមានទាំងអ្នកបច្ចេកទេសថែទាំសម្រាប់របបកម្ពុជាប្រជាធិបតេយ្យមួយនេះយន្តហោះចម្បាំងយន្តហោះដឹកជញ្ជូនមិនមែនជាអត្ថប្រយោជន៍ឡើយពីព្រោះនៅក្នុងរបបមួយនេះយើងឃើញថាគឺគេផ្ដោតទៅលើការធ្វើកសិកម្មថ្នាក់ដឹកនាំខ្មែរក្រហមមានការសង្ស័យយ៉ាងខ្លាំងចំពោះអតីតមន្ត្រីយោធារបស់របបចាស់គឺរបបសាធារណរដ្ឋជំនួសឲ្យការប្រើប្រាស់ពួកគេជួយបង្ហាត់បង្រៀនខ្មែរក្រហមភាគច្រើនបានបញ្ជូនអតីតអ្នកបើកបរយន្តហោះទាំងនោះទៅកាន់ការដ្ឋានកសិកម្មទៅធ្វើស្រែចម្ការឬខ្លះទៀតត្រូវបានកំទេចចោលតែម្ដងគឺយកទៅសម្លាប់ចោលនេះហើយគឺជាមូលហេតុដែលយន្តហោះស្ទើរតែទាំងអស់ត្រូវបានទុកចោលឲ្យច្រេះស៊ីដោះស្លែនិងខ្លះទៀតត្រូវបានយោធាថ្នាក់ក្រោមប្រើសម្រាប់ជាកន្លែងលេងកម្សាន្តទោះបីជាយ៉ាងណាក៏ដោយក៏នឹងមានការកត់ត្រាខ្លះៗថាមានអ្នកបើកបរមួយចំនួនត្រូវបានបង្ខំឲ្យបើកបរក្នុងកលៈទេសៈចាំបាច់ដូចជាការជំនះថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនឬការហោះហើរទៅកាន់ប្រទេសចិនក្នុងគ្រាអាសន្នប៉ុន្តែនេះមិនមែនជាប្រតិបត្តិការកងទ័ពអាកាសនោះទេมันមានការវឹកហាត់ជើងហោះហើរយោធាហើយក៏មិនមានការរៀបចំជាកងឯកភាពត្រឹមត្រូវឡើយកងទ័ពអាកាសខ្មែរក្រហមគឺមិនមានអស្ថិរភាពជាកងកម្លាំងប្រយុទ្ធទេវាគ្រាន់តែជាសំណល់នៃប្រវត្តិសាស្ត្រដែលបន្សល់ទុកពីរបបមុនហើយត្រូវបានរបបខ្មែរក្រហមទុកចោលឲ្យខូចខាតការបាត់បង់ទ្រព្យសម្បត្តិយោធាទាំងនេះគឺជាផ្នែកមួយនៃការបាត់បង់ធនធានជាតិដ៏ធំធេងក្នុងសម័យកាលនោះនៅថ្ងៃទី7មករាឆ្នាំ1979ក្រោយពីការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យកងទ័ពវៀតណាមបានវាយរំដោះដល់ទីក្រុងភ្នំពេញនៅពេលមកដល់អាកាសយានដ្ឋានពោធិ៍ចិនតុងកងទ័ពវៀតណាមជាច្រើនមានការភ្ញាក់ផ្អើលជាមួយនឹងយន្តហោះចម្បាំងជាច្រើនដែលមានវត្តមាននៅទីនេះប៉ុន្តែមិនត្រូវបានប្រើប្រាស់ដែលនេះជាការបញ្ជាក់ថាកងទ័ពអាកាសក្នុងសម័យកម្ពុជាប្រជាធិបតេយ្យមានតែយន្តហោះគ្មានអ្នកបើកបរឡើយព្រោះស្ថានភាពមើលទៅជាយន្តហោះដែលទុកចោលតាំងពីសម័យសាធារណរដ្ឋខ្មែរ